เจ้าเสียมจับบองจองเตอเตียงทั้งไงសូមកុំឲ្យទុកពួកគាត់ចោលយើងនៅតែបន្តការស្រឡាញ់ផ្ដល់ភាពកក់ក្ដៅយើងអាសាចុះមកសួរសុខទុក្ខគាត់នឹងយកជាអំណោយយកជាគ្រឿងឧបភោគបរិភោគយកមកជូនពួកគាត់ប្តីខ្ញុំបដោជីវិតស្ថិតនៅក្នុងដងព្រៃអបនំដងរាជខណ្ឌចែកទឹកដីបើបងប្អូនឃើញមកឃើញដូចខ្ញុំគឺខ្ញុំស្លុតចិត្តខ្លាំងចាស់ខ្ញុំស្លុតចិត្តខ្លាំងអាណិតពួកគាត់ហើយសង្ឃឹមថាបងប្អូនសប្បុរសជនទាំងអស់នឹងបន្តការជួយពួកគាត់ទៀតទៅដល់ពេលណាទប់ទឹកភ្នែកមិនជាប់ពេលហ្នឹងស្រុកស្រានត្រានមែនប៉ុន្តែកុំទុកពួកគាត់ចោលលោកស្រីចន្ទរាទីបញ្ជាក់ទាំងអួលដើមកគ្រាដែលបានជួបទាហានជួមុខគ្រាដែលបានយកអំណោយសិល្បករទាំងក្នុងនិងក្រៅប្រទេសទៅដល់តំបន់មួយសង្ឃឹមថាគ្រប់គ្នានឹងមិនភ្លេចអំពីវីរភាពដ៏អង់អាចក្លាហាននិងការតស៊ូរបស់វីរៈកងទ័ពជួមុខឡើយត្បិតការប្រយុទ្ធគ្នាបានបញ្ចប់ទៅហើយមែនប៉ុន្តែយើងត្រូវការពួកគាត់ការពារទឹកដីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរជាបន្តទៀតដោយការដឹងគុណបែបនេះហើយទើបកាលពីថ្ងៃទី23ខែតុលាឆ្នាំ2025កន្លងទៅនេះលោកស្រីចន្ទរាទីដែលជាប្រធានសិល្បករអាជីពនិងអាដាមវ៉ាន់វិសាទីប្រឹក្សាក្រសួងការពារជាតិបានដឹកនាំក្រុមការងារនិងក្រុមសិល្បករអាជីពយកអំណោយស្បៀងមួយចំនួនដែលបានមកពីសប្បុរសជននៅឯក្រៅប្រទេសមានលោកខូសុភ័ណ្ឌលោកស្រីឡុងស៊ីដាលោកសំពិសិដ្ឋលោកស្រីពេជ្រឆវីរួមទាំងអាដាមយុបវណ្ណៈនិងលោកជំទាវលីស៊ីថារីលោកឌីផាណូលោកស្រីហៀងម៉ូលីណានិងក្រុមឆាយ៉ាំដែលបានដឹកនាំដោយលោកស្រីម៉ារីនិងបងប្អូនសិល្បករសិល្បករនេះជាច្រើនរូបទៀតរួមទាំងប្រជាជនខ្មែរដែលរស់នៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកយកទៅជូនវីរៈកងទ័ពជួមុខដើម្បីជាការដឹងគុណដល់វីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពជួមុខនៃយើងក្នុងនោះមានកញ្ញាចក្រវាឡកម្ពុជា2024នៅនាមប្រាសាទដេវីនក៏បានចូលរួមជាស្បៀងមួយចំនួនតាមរយៈលោកស្រីចន្ទរាទីផងដែរនេះបានបង្ហាញអំពីទឹកចិត្តនៃការដឹងគុណទៅកាន់វីរៈកងទ័ពជួមុខហើយនេះគឺជាលើកទី4ហើយដែលតារាសម្ដែងល្បីឈ្មោះលោកស្រីចន្ទរាទីរួមទាំងសិល្បករបានធ្វើដំណើរដោយផ្ទាល់ទៅកាន់សមរភូមិមុខដោយបានទៅដល់តំបន់ដែលគៀកទៅនឹងព្រំដែនផ្ទាល់គឺជាប់ភ្នំដងរែកនៃខេត្តឧត្តរមានជ័យតែម្ដងឃើញហើយទប់ទឹកភ្នែកមិនជាប់ទេក៏ព្រោះតែការនឹកស្រណោះពួកគាត់ដែលប្រឹងប្រែងតស៊ូខ្លាំងជំរាបសួរបងប្អូនក្នុងប្រទេសក្រៅប្រទេសទាំងអស់គ្នាចានេះគឺជាគោលដៅរបស់យើងទី2ណាបងទី2នេះចាហើយជាគោលដៅដែលគ្រាន់តែឃើញស្លុតចិត្តបងប្អូនអើយឃើញស្លុតចិត្តណាស់ខ្ញុំអត់ដែលជួបទេហើយសួរពួកគាត់គឺពួកគាត់មិនដែលបានទទួលអំណោយទេគឺពួកគាត់នៅលើភ្នំឥឡូវនឹងកំពុងតែអស់ទឹកផឹកទៀតឥឡូវនឹងអស់ទឹកហើយចៃដន្យដែលបងប្រុសចាបងអេដាមបានស្រែករបដងខ្ញុំក៏រត់ទៅរកបដងបានភ្លាមហើយបានយកមកជូនគាត់បានតែប៉ុណ្ណឹងចាហើយគាត់តែឃើញពួកគាត់គឺពួកខ្ញុំស្លុតចិត្តខ្លាំងមែនតើចាហើយបងប្អូនគិតមើលគាត់តែខែហ្នឹងនេះគាត់អស់ទឹកញ៉ាំហើយចាហើយបន្តទៅមុខទៀតតើគាត់បានទឹកឯណានេះជាគោលដៅដែលគាត់មិនដែលបានទទួលអំណោយពីសប្បុរសជនណាទេបងប្អូនចានេះជាលើកទី1ផុសគាត់លើកទី1ផុសពួកគាត់ខ្ញុំឃើញស្លុតចិត្តខ្លាំងចាស្លុតចិត្តអាណិតហួសចាបានគុណបងអេដាមដែលបានបងចេះតាស្រែកសួរតាក់តងជំនួយយកមកជួយដល់ពួកគាត់ដល់សប្បុរសជនទាំងអស់បានជួយគាត់ទាំងបងអភិបាលរងស្រុកសូនីគុំក៏លោកបានអញ្ជើញមកដែរចាដឹកនាំបងប្អូនប្រជាពលរដ្ឋយើងនិងក្រុមសិល្បៈដែលខ្ញុំបានដឹកនាំមកនេះតែនេះគឺជាវីរៈជួមុខដែលគាត់បានទទួលលើកទី1គឺគាត់មិនដែលបានសោះហើយខ្ញុំនឹងសន្យាថាខំប្រឹងស្រែកអំពាវនាវមិនមានតែលើកនេះទេខ្ញុំនឹងជាមួយបងឯកឧត្តមនិងលោកជំទាវថងសាលីមចានិងបងទូចទាំងអីទាំងអស់និងបងអភិបាលរងស្រុកយើងនឹងខំប្រឹងសហការរួមគ្នាដើម្បីរកមូលនិធិ
យកមកជួយដល់វីរៈកងទ័ពជួរមុខដែលគាត់កំពុងតែពិបាកនេះខ្មែរជួយខ្មែរសាមគ្គីគ្នាខ្មែរស្រឡាញ់គ្នាជួយគ្នាអាចារ្យអញ្ចឹងសូមឲ្យការជួយទាំងអស់នេះសូមបន្តទៅមុខទៀតបើបងប្អូនឃើញមកឃើញដូចខ្ញុំគឺខ្ញុំស្លុតចិត្តខ្លាំងចាខ្ញុំស្លុតចិត្តខ្លាំងអាណិតពួកគាត់ហើយសង្ឃឹមថាបងប្អូនសប្បុរសជនទាំងអស់នឹងបន្តការជួយពួកគាត់ទៀតមានខ្ញុំនឹងបងឯកឧត្តមទាំងអស់ចានឹងបងប្អូនយើងទាំងអស់យើងខំសហការគ្នានឹងស្រែករកមូលនិធិយកមកជួយពួកគាត់ទៀតសូមអំពាវនាវដល់បងប្អូនក្នុងប្រទេសក្រៅប្រទេសខ្ញុំនិយាយម្ដងហើយម្ដងទៀតចាសូមកុំឲ្យទុកពួកគាត់ចោលយើងនៅតែបន្តការស្រឡាញ់ផ្ដល់ភាពកក់ក្ដៅយើងអាសាចុះមកសួរសុខទុក្ខគាត់នឹងយកជាអំណោយយកជាគ្រឿងឧបភោគបរិភោគយកមកជូនពួកគាត់បើបងប្អូនណាដែលស្ម័គ្រចិត្តចង់ចូលរួមក៏សូមអញ្ជើញមកជាមួយពួកខ្ញុំចាពួកខ្ញុំគឺ 2-3 ខែគឺត្រូវតែប្រមូលមូលនិធិយកមកជូនដល់ពួកគាត់ចាតែគាត់ថាមកសន្យាថាថ្ងៃណាទេចាហើយអំណោយដ៏ថ្លៃថ្លាទាំងអស់នេះក៏សូមអរគុណសិល្បករសិល្បការនីដែលនៅទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកមានដូចជាវីរៈសិល្បករវីរៈសិល្បការនីលោកហ៊ូសៅផាន់លោកស្រីឡុងស៊ីដាហៅថាអ្នកបងឡុងស៊ីដាក៏បានចាហើយនឹងបងប្រុសសោមពិសិដ្ឋនិងលោកស្រីពេជ្រឆវីហើយនឹងក្រុមឆៃយ៉ាំដែលដឹកនាំដោយលោកស្រីម៉ារីចាហើយនៅក្នុងនោះដែរគឺមានលោកឌីផាណូនិងលោកស្រីហៀងម៉ូលីណាដែលខំប្រឹងខ្នះខ្នែងយកចិត្តទុកដាក់ជាមួយនឹងឯកឧត្តមយុសបូវណ្ណៈនិងលោកជំទាវលីស៊ីថារីបានប្រមូលផ្ដុំគ្នាដល់កោះកបង្កើតជាពិធីបង្គំតន្ត្រីដើម្បីរកមូលនិធិនិងបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកចាបានប្រមូលផ្ដុំគ្នាទាំងអស់ដើម្បីធ្វើជាមូលនិធិរកលុយទិញសម្ភារៈនិងគ្រឿងឧបភោគបរិភោគតាមរយៈនាងខ្ញុំហើយក្នុងនោះទៀតគឺមានអ្នកអុកញ៉ាអឹងលីហេងនិងលោកជំទាវលោកស្រីប៉ែនរ៉ានីនិងលោកស្រីដិបចាន់ណែតនិងបងស្រីចាន់ដាលីសដែលនៅសហរដ្ឋអាមេរិកនឹងមានបងប្អូនជាច្រើនទៀតដែលជួយចាផ្ដល់ជាថវិកាមកដល់បងស្រីទូចខ្ញុំដែលជាម្ចាស់អំបុកដ៏ឆ្ងាញ់តំណាងឲ្យវរៈកងទ័ពយើងការពារជួរមុខនៅព្រំដែនក្នុងនាមអាជ្ញាធរក៏សូមស្វាគមន៍លោកជំទាវឯកឧត្តមលោកស្រីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញពំនាំគៀកូននៅសម្ភារៈនៃការឧបត្ថម្ភដល់វរៈកងទ័ពយើងដែលឈរជើងនៅព្រំដែនតាំងពីនៅក្រៅប្រទេសតាំងពីនៅឯនាយសមុទ្រមិនមានអីវែងឆ្ងាយក៏សូមថ្លែងអំណរគុណនិងទទួលនៅបញ្ញពោថាបញ្ញពោចុះមកដល់ព្រំដែនហើយបាទពុទ្ធពោ5ប្រការគឺអាយុវណ្ណៈសុខៈពលៈបដិភិនៈកំបីគ្រៀងគ្រៀតឡើយបាទសូមអរគុណ